នេះជ្រក់បាទត្រៀមឆ្លើយពាក្យបណ្ដៅខ្មែរយើងខ្លីៗណាបាទអ្នកធ្វើមិនបាននៅអ្នកនៅមិនបានឃើញគឺជាអ្វីនេះជ្រក់ខ្ញុំឆ្លើយថាគឺគេធ្វើផ្ទះលក់នេះជ្រក់ឆ្លើយថាគេធ្វើផ្ទះលក់បាទចម្លើយនេះពិតជាមិនទាន់ត្រឹមត្រូវទេទុកឲ្យពុកម៉ែបងប្អូនជួយប្រាប់ម្នាក់មួយមកអ្នកធ្វើមិនបាននៅអ្នកនៅមិនបានឃើញជួយខមមិនម្នាក់មួយមកពុកម៉ែបងប្អូនបាទតែចម្លើយនឹងគឺជាអ្វីសោកស្ដាយផងនេះជ្រក់ឆ្លើយអត់ត្រូវទេមានចៅមកពូជទៀតគាត់ឲ្យចោលឲ្យកូនចោលដល់មកពូជម៉េចឪពុកឆក់ខ្សែកម្ដាយតែវះប៉ៅដល់គេបានគ្នាទៅស្រាប់តងន់គ្រប់ខែយកឆ្មបមកសម្រាលហ្នឹងហើយបាទឆ្លងទលេចាហើយឆ្មបហ្នឹងក៏យកកូនហ្នឹងមកហើយបានហើយចេះឆ្ងល់កូនគេគ្រប់គ្នាកើតមកលាដៃហើយកូនចៅមិនក្តាប់ដៃជាប់គាត់ដឹងថាកូននឹងចេះឆ្ងល់ហ្នឹងហើយដល់ទៅពេលលាដៃវាមើលអញ្ជៀននៅអញ្ជៀនឆ្មបក្នុងដៃវាអីចេះលួចតាំងពីមិនទាន់កើតពេលឆ្មបលូកទៅហ្នឹងវាលួចអញ្ជៀនបាត់អីកូនអានេះមិនទាន់ឃើញពលឺថ្ងៃផងលួចមកគ្នាក្តាប់តែអត់ដឹងខ្លួនអីហ្នឹងចេះតែថាហ្មងអីចុះគាត់ដឹងអីដឹងម៉េចបងហើយបងឯងចេះចោតថាចោលមកពូចឹងហ្មងអត់ចាំបើអញ្ចឹងធ្វើម៉េចចឹងហើយអ្នកសុកសែណាបងណាដូចមីងមួយដើរលក់ស្អីគាត់លក់សពបែបសពយ៉ាងអស់ហើយគាត់និយាយនាំខ្មាស់គេគាត់អារម្មណ៍គាត់មិនដឹងណោចាអារម្មណ៍គាត់មិនដឹងណោអីលក់ណែដើរលក់ស្អីតប៉ែពងទូលឃើញអត់មើលវើខាត់ដល់ម៉ោង1ម៉ោង2បានតែចាំឆាតខ្ញុំម៉ាទី2នាទីមិនបានតើលក់ sorry នេះជ្រក់បាទនេះជ្រក់ឮគេប្រាប់ថានេះជ្រក់ឯងនឹងចេះគោត្រួនឹងមាត់ដែរមែនបាទអញ្ចឹងឥឡូវនេះពុកម៉ែបងប្អូនចង់ស្ដាប់នេះជ្រក់ហ្នឹងគោត្រួនឹងមាត់ណាហ្នឹងហើយតើគោតយ៉ាងម៉េចហើយពីរោះអត់ឥឡូវកុំឲ្យខាតពេលវេលាយូរឥឡូវនេះជ្រក់ចាប់ដើមគោត្រួនឹងមាត់តែម្ដងជុំបត់អីនឹងនេះជ្រក់បត់លខុនមកសាក់យ៉ាងព្រោះណាបាទជុំឥឡូវអបអស់សាតោខ្លួនឯងមួយអីចឹងយេនេះច្រឹងចាំរួចពាក្យបណ្ដាមួយណាបាទបងជួហូបមួយចាននៅសល់មួយចានគឺជាអ្វីនេះច្រឹងខ្ញុំចៃថាគេហូបងាវចម្លើយនេះពិតជាខុសហើយពុកម៉ែបងប្អូនជួយខមមិនម្នាក់មួយនេះច្រឹងឆ្លើយខុសក៏ត្រូវបើខុសជួយប្រាប់ខ្ញុំផង